ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยัสสะខ្ញុំព្រះអង្គម្ចាស់សូមលើកំបងផ្ចង់អញ្ជលីអ្នកមស្ការលើខាត់ទាំងពីរឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លានិងដោយសេចក្តីគោរពសពកាលសពវេលាសពន្តរាយនិវេរណថੰការធ្វើបទអ្នកមស្ការមកប៉ុណ្ណេះនេះក៏សូមបញ្ជារារាំងនៅគ្រោះថ្នាក់ភយន្តរាយចង្រៃកលកណីដែលបំរុងនឹងកើតមានឬក៏កើតមានក៏សូមឲ្យចង្រៃកលកណីអពមង្គលទាំងអស់នោះចូលបវាជាចេញចាកឆ្ងាយអំពីខន្ធសន្តានរបស់ព្រះករុណាព្រះគុណម្ចាស់រួមជាមួយពុទ្ធបរិស័ទទាំងឡាយកុំឲ្យមានសេសល់ឡើយសាធុម្ដងទៀតមកញោមអត់លឺលេងអេតេនៈសច្ចវច្ចេនៈវុទ្ធិហោនតុសពតិដោយអំណាចសច្ចវាចាគឺកិរិយាពោលនៅពាក្យសច្ចៈនេះក៏សូមសិរីសួស្តីជោគជ័យមង្គលវិបុលបរមសុខសួស្តីគ្រប់បែបប្រការកើតកាលមានដល់សាធុសប្បុរសជនបងប្អូនប្រុសស្រីទាំងឡាយឲ្យបានជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិនទិវារាត្រីកុំបីឃ្លៀងឃ្លាតប្រែคล้ายទៅជាបការៈដតីឡើយអ៊ីតោបរាំងធម្មទេសនាងអារម្ភិសាមិទីតីអំពីបទនមស្ការចំពោះគុណព្រះរតនត្រ័យមកដោយសង្ខេបសង្ខេបបែបខ្លីមកប៉ុណ្ណេះក៏តម្រឹមត្រឹមតម្រូវខ្ញុំកណាអាត្មាភាពដងច័ន្ទនេះនឹងបានឱកាសដើម្បីសម្ដែងនៅព្រះធម៌ទេសនាឲ្យត្រូវទៅតាមកម្មវិធីបុណ្យដែលមានការស្រឡាញ់រាប់អានទទួលការនិមន្តអំពីសំណាក់របស់ញោមឧបាសកនៅយមនិងឧបាសិកាគង់ណាំដែលជាមិត្តព្រះធម៌របស់ពុទ្ធបរិស័ទនៅផ្សារត្រពាំងកលឹងយ៉ាងនេះបានអរតនីខ្ញុំកណាអាត្មាភាពមកសម្ដែងព្រះធម៌ទេសនានៅផ្សារត្រពាំងកលឹងនាគេហដ្ឋានរបស់ឧបាសិកាអីញោមសង្ឃអេងបើនិងញោមស្រីប្តីស្វាមីរបស់គាត់រួមជាមួយកូនចៅហើយនឹងញោមស្រីឈ្មោះអីអង្គុយលើអាសនៈសាយហៀងខ្ពស់ជាងអាត្មាទៀតណាមកយ៉ាងលយទល់មុខអាត្មាទៀតអត់អីទេញោមអត់អីទេបើសម្រាប់អ្នកឈឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអាចអង្គុយខ្ពស់ក៏បានដែរអាហ្នឹងសម្រាប់អ្នកឈឺណាស្ដាប់ពធដូចញោមដើរអត់រួចចឹងអង្គុយលើអាត្មាក៏អត់អីដែរពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតអ្នកណាឈឺសម្រានស្ដាប់ក៏បាន
អង្គុយកន្លែងខ្ពស់ស្ដាប់ក៏បានសម្រាប់អ្នកឈឺហើយថ្ងៃនេះញោមស្រីឯងដែលគាត់បានបបួលញាតិមិត្តសាច់សាលោហិតទាំងអស់ចូលរួមនៅក្នុងកម្មវិធីបុណ្យយើងជួបជុំគ្នានៅផ្សារតាពាំងកលឹងដែលមានការចូលរួមអំពីសំណាក់ញោមឧបាសកនៅយមផងដែរដែលជាលោកអ៊ំអាចារ្យនៅវត្តត្រពាំងកលឹងដឹកនាំប្រជាពុទ្ធបរិស័ទដែលជាមិត្តព្រះធម៌យើងកើតតនព្រះពុទ្ធសាសនាបានធ្វើបុណ្យនេះមានតាំងពីញោមស្រីផលនឹងហើយប្រចាំផ្សារតាពាំងកលឹងស្មូតក៏ពិរោះទៀតនៅពីកំមុំស្មូតពិរោះធម្មតាណាចាស់ប៉ុណ្ណឹងនៅពិរោះប៉ុណ្ណឹងហើយបងយើងដឹងហើយថាជីវិតសង្ខាររបស់សត្វដែលកើតឡើងមកនៅក្នុងโลกនេះពិចារណាមិនទៀងឡើយក៏យើងសាមគ្គីគ្នាដែលយើងបានជួបគ្នាជាតិនេះសុទ្ធសឹងតែមានបុណ្យកុសលពីមុនជាមួយនឹងគ្នាណាញាតិញោមព្រះលោកសម្ដែងប្រសិនបើយើងអត់មានបុណ្យជាមួយគ្នាពីជាតិមុនទេម្លេះសមយើងមិនបានជួបគ្នានៅជាតិនេះទេព្រះអង្គទ្រង់សម្ដែងប្ររពចំពោះអ្នកកុលបិតាដែលគាត់នឹងបានជាពីជំងឺដំកាត់ហើយបានចូលទទួលសួរព្រះថាបបិទ្ធព្រះអង្គដ៏ចម្រើនថាតើហេតុដែលឲ្យខ្ញុំព្រះអង្គទាំងឡាយបានជួបគ្នាថាដោយសារធម៌អ្វីខ្លះទៅព្រះអង្គទ្រង់សម្ដែងថាមនាលអ្នកកុលបិតាអ្នកណាដែលបានធ្វើបុណ្យជាមួយគ្នាពីជាតិមុនមានសទ្ធាមានសិលមានចាគៈមានបញ្ញាយើងមានធម៌ទាំង4ប្រការនេះកាលណាកើតជាតិណារមែងជួបគ្នាមនាលអ្នកកុលបិតាហេតុដែលនាំឲ្យយើងបានជួបគ្នាមាន4ប្រការនេះឯងមើលដូចជាខ្ញុំក៏នៅអាត្មាភាពនៅបាត់ដំបងណាហើយមិនបានមកជួបញោមយមអីនៅតាពាំងកលឹងខេត្តកំពង់ស្ពឺដោយសារតែយើងបានធ្វើបុណ្យជាមួយគ្នាពីជាតិមុនស្រាប់បានណាញាតិញោមទាំងអស់គ្នាក្តីបានជួបអាត្មាសុទ្ធសឹងតែយើងមាននិស្ស័យជាមួយគ្នាពីជាតិមុនដែលនាំឲ្យយើងបានជួបគ្នាហេតុអ្វីបានជាអាត្មារស័តអណ្ដែតមកដល់ព្រៃក្មេងមកដល់កំពង់ស្ពឺដោយសារតែនិស្ស័យមនុស្សខុសគ្នាអ្នកខ្លះទៅគេចង់រស់នៅភ្នំពេញអ្នកខ្លះគេចង់រស់នៅបាត់ដំបងអ្នកខ្លះគេចង់រស់នៅសៀមរាបហេតុតែនិស្ស័យរបស់សត្វមិនចឹងឯងញាតិញោមមែនអត់ចុះអ្នកភ្នំពេញអ្នកកំពង់ស្ពឺទៅនៅបាត់ដំបងធ្វើអីមិននៅកំពង់ស្ពឺហើយបើនិស្ស័យរបស់សត្វដែលយើងក៏បីពិចារណាមើលនិស្ស័យរបស់កូនញោមឯងមិននៅស្រុកខ្មែរចាំបាច់ទៅនៅកូរ៉េធ្វើអីបើហេតុតែនិស្ស័យរបស់កូននឹងរសាយរសាត់អណ្ដែតអណ្ដូងទៅកាន់ប្រទេសកូរ៉េណាមួយដោយសារតែស្រុកខ្មែរយើងប្រាក់ខែក៏តិចជីវភាពគ្រួសារក៏មានការលំបាកកម្មការនីធ្វើការរោងចក្រនៅស្រុកខ្មែរយើងមួយឆ្នាំស្មើនឹងគេធ្វើការមួយខែនៅប្រទេសកូរ៉េប្រាក់ខែមួយឆ្នាំស្រុកខ្មែរមែនណាញោមជឿចឹងអត់មួយខែ100តម្រាំតែមួយឆ្នាំបាន1200អីហ្នឹងហើយគេធ្វើនៅកូរ៉េមួយខែអ្នកខ្លះ1500 1200ដុល្លារស្រុកខ្មែរយើងមិនបាច់ចាំតថាកម្មការនីសូម្បីតែ Master អនុបណ្ឌិតឬក៏ Doctor បណ្ឌិតនៅស្រុកខ្មែរយើងណាប្រាក់ខែរបស់គេនឹងបានតិចជាងកម្មករនៅប្រទេសកូរ៉េទៀតអញ្ចឹងធ្វើឲ្យ
កូនចៅអ្នកស្រុកខ្មែរយើងក៏សម្រេចចិត្តទៅធ្វើការនៅប្រទេសឆ្ងាយឆ្ងាយចោលមាតាបិតាធ្វើយ៉ាងណាដើម្បីឲ្យបានប្រាក់ឲ្យបានចំណូលនឹងចូលគ្រួសារឲ្យបានច្រើនអ្នកខ្លះក៏ទៅធ្វើការនៅប្រទេសកូរ៉េមើលកូនញោមនោះទៅធ្វើការស្រាប់តែយប់ឡើងសម្រានទៅស្លាប់បាត់ទៅណាញាតិញោមសង្ខាររបស់សត្វលោកទាំងឡាយមិនទៀងទាត់ទេមិនស្លាប់នៅស្រុកខ្មែរទៅស្លាប់នៅកូរ៉េធ្វើអីថាកម្មរបស់សត្វត្រូវតែទៅស្លាប់នៅទីនោះយល់ទេញាតិញោមបើអាយុយើងអត់អស់យើងទៅធ្វើការនៅកូរ៉េអត់ស្លាប់ទេអត់ស្លាប់ទេអាយុជីវិតមនុស្សមិនអស់អ្នកមានយ៉ាងណាក៏ត្រូវតែស្លាប់អ្នកក្រយ៉ាងណាក៏ត្រូវតែស្លាប់នេះគឺជាសភាវៈរបស់សពសត្វតនិកទាំងឡាយធម្មតាកូនចៅចង់ឲ្យបែកអំពីលោកឪពុកអ្នកម្ដាយចង់ឲ្យបែកអំពីជីដូនជីតាកងមកនៅស្រុកចិត្តនៅស្រុកខ្មែរយើងទេថាមិនចង់ទេដោយសារអីដោយសារជីវភាពគ្រួសារចង់បាននៅលុយកាក់យកមកឲ្យឪពុកម្ដាយញោមខ្លះធ្វើផ្ទះដ៏ធំស្កឹមស្កៃញាតិញោមខ្លះបានលុយដែលកូនទៅប្រទេសឆ្ងាយផ្ញើមកឲ្យធ្វើបុណ្យក៏សប្បាយរីករាយណាស់ញាតិញោមដោយសារតែយើងមាននៅទ្រព្យសម្បត្តិពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាសេចក្តីសុខរបស់ក្រហមមាន4ប្រការទី1អត្ថិសុខសុខព្រោះការមាននៅទ្រព្យទី2សុខព្រោះការចាយនៅទ្រព្យសម្បត្តិទី3សុខព្រោះការមិនជំពាក់បំណុលគេដាក់បានទេញាតិញោមពេលយើងជំពាក់គេសុខទេដេកសុខអត់ភក្តនីគាតនីអីពោអត់សុខទេមើលអ្នកស្រុកព្រៃក្មេងឮតំណែងថាកាលពីមុនយកលុយអីទៅគេហៅលុយដាំមិនហ៎អ្នកខ្លះទៅចងការធនាគារអេស៊ីលីដាយកមកដាក់លុយការគេហៅលុយដាំញាតិញោមចង់បានប្រាក់ខែច្រើនទៅខ្ចីធនាគារដល់តែពេលគេបោកទៅអាធនាគារជំពាក់គេវ៉ាន់កអត់សុខទេអញ្ចឹងសុខព្រោះការជំពាក់បំណុលគេនេះបើសិនជាយើងជំពាក់បំណុលគេហើយរស់នៅអត់បានសុខទេនឹងសុខព្រោះការមាននៅទ្រព្យអ្នកខ្លះមាននៅទ្រព្យឈ្មោះថាបាននៅសេចក្តីសុខតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាទ្រព្យសម្បត្តិទាំងអស់នឹងវាសុខពិតប្រាកដហើយតែយើងទាំងអស់គ្នាក៏បីពិចារណាសេចក្តីសុខដ៏ពិតប្រាកដរបស់សត្វថ្វាក់លោកគឺសេចក្តីសុខនៅក្នុងផ្លូវចិត្តនៅពេលណាដែលយើងមានចិត្តរបស់យើងវាស្ងប់វាសុខហើយឈ្មោះថាជាសុខដ៏ក្រៃលែងមិនចឹងញោមញាតិញោមមកចាំថាតាមអាត្មាមួយមើលសូមអនុមោទនាណដ្ឋិសន្តិបរាំងសុខੰគ្មានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយអនុមោទនាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទទួលស្គាល់ថាការមានទ្រព្យវាពិតជាសុខមែនហើយភាសាអង់គ្លេសគេហៅថា when we have money នៅពេលដែលយើងមានទ្រព្យសម្បត្តិ will bring us happiness happy រមែងនាំឲ្យយើងបានសេចក្តីសុខតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទទួលស្គាល់ក៏ពិតមែនរឿងទ្រព្យសម្បត្តិអ្នកណាមាននៅទ្រព្យសម្បត្តិថាជាអ្នកបាននៅសេចក្តីសុខចោះប្រសិនបើចិត្តរបស់យើងអត់បានសុខយើងមានទ្រព្យយ៉ាងណាក៏នៅតែមិនបានសុខមែនឬមិនមែនញាតិញោមមែនអត់
អ្នកខ្លះមានផ្ទះវិឡា4-10ជាន់តែបើប្តីទៅមានស្រីថ្មីសក់ទេសក់អត់ញាតិញោមបើប្តីមានប្រពន្ធច្រើនអត់សក់ទេដេកសម្រក់ទឹកនេត្រាទោះបីជាមាននៅទ្រព្យសម្បត្តិយ៉ាងណាតែប្រសិនបើចិត្តរបស់យើងអត់ស្ងប់ហើយក៏មិនបានសេចក្តីសុខដែរសំខាន់គឺទៅលើផ្លូវចិត្តស្ងប់តលតែយើងអប់រំចិត្តឲ្យបានល្អដោយការធ្វើបុណ្យថ្ងៃនេះល្អណាស់ទៀតណាធ្វើបុណ្យតែដឹកនាំដោយញោមឧបាសកនៅយមញោមឯងថ្ងៃនេះនិមន្តព្រះសង្ឃមកពីវត្តព្រៃក្មេងខេត្តកំពង់ស្ពឺយើងដើម្បីមកទទួលនៅទានព្រះវស្សាមកសុទ្ធក៏ដូចជាស៊ីម៉ង់សម្រាប់កសាងព្រះវិហារនិមន្តព្រះសង្ឃដើម្បីចម្រើននៅព្រះបរិត្តជាជោគជ័យមង្គលវិបុលបរមសុខនៅក្នុងសង្គមក្រុមគ្រួសារនៅនាពេលបច្ចុប្បន្ននេះញាតិញោមក៏បីពិចារណាដែលយើងចូលចាំព្រះវស្សាឥឡូវថ្ងៃនេះប្រហែលកើតដែរញោមប្រហែលកើតដែរ14ឬ13 លោកចូលវស្សាបណ្ដាវត្តអារាមថ្ងៃនេះគឺគេសូត្រមន្តចូលព្រះវស្សាស្អែកឡើងបវរណាលោកចូលព្រះវស្សាថ្ងៃស្អែកថ្ងៃនេះគឺសូត្រមន្តគ្រប់វត្តទាំងអស់ទូទៅទាំងបរិជាណាចក្រកម្ពុជាក៏ដូចជាវត្តដែលជាអ្នកកាន់នៅព្រះពុទ្ធសាសនាថ្ងៃនេះថ្ងៃ14កើតសូត្រមន្តហើយញាតិញោមបានរៀបចំព្រេងមកសូត្រទានព្រះវស្សាល្អណាស់ពុទ្ធបរិស័ទណាមួយធ្វើបុណ្យឲ្យកូនទៅរស់នៅប្រទេសកូរ៉េបានសេចក្តីសុខសេចក្តីចម្រើនកូនទៅកូរ៉េផ្ញើលុយឲ្យច្រើនណាញោមបើចាស់ថាកូនទៅមួយហើយផ្ញើមកឲ្យទៅប្រុសស្រីទៅមុនប្រុសគេមានប្រពន្ធនៅហើយបើនៅគ្រៀងក្រាន់បើថាមានប្រពន្ធគេទុកចិញ្ចឹមពួនគេមិនសូវគិតម៉ែឪម៉ានទេកូននៅលើបើបើនឹងហើយកូនបានទៅកូរ៉េ2នាក់ប្រាក់ខែម្នាក់1000ណាតែ2នាក់ផ្ញើមកម្ដង2000ណាធ្វើបុណ្យស្រួលបើបានកសាងនៅផ្ទះហើយជីដូនក៏សុខដែរមានសេចក្តីសុខនឹងហើយដោយសារតែបានចៅបានទៅប្រទេសកូរ៉េហើយបានលុយឆ្លៀតធ្វើបុណ្យបើគ្មានអ្វីសប្បាយជាងបុណ្យកុសលទេញោមបានកើតមកជាមនុស្សហើយប៉ុន្តែមានជាចនកកម្មដែលញ៉ាំងបដិសន្ធិឲ្យកើតជាមនុស្សមានកម្មមួយទៀតហៅថាឧបបិលកកម្មចូលមកបៀតបៀនមើលពីការជើងញោមពីការជើងដោយសារអីនោះខូចជើងបើពុកឆ្អឹងអាហ្នឹងមានឧបបិលកកម្មមួយចូលមកបៀតបៀនអ្នកខ្លះកើតមកជាមនុស្សដែរដោយសារបុណ្យតែមានកម្មមួយចូលមកផ្ដាច់ធ្វើឲ្យថ្លង់យល់ទេញាតិញោមមកជាមនុស្សគេដែរប៉ុន្តែថ្លង់កោខុសសង្ងែវភ្នែកចង្ងែវខ្នងគមគ្រប់សពបែបប្រការអានឹងសុទ្ធសឹងតែជាកម្មយើងបានកើតជាមនុស្សដោយសារបុណ្យតែមនុស្សខ្លះកើតជាមនុស្សគោថ្លង់ស្ដាប់ធម៌បានដែរឬទេមនុស្សគោមនុស្សថ្លង់អត់បានទេអញ្ចឹងខ្លួនឯងកើតតនព្រះពុទ្ធសាសនាដែរបែរជាកើតជាមនុស្សគោថ្លង់អញ្ចឹងញាតិញោមកើតមកជាមនុស្សនេះសំណាងខ្លាំងណាស់ទៀតណាសំណាងណាស់បានមានត្រជាសោតៈដើម្បីស្ដាប់ព្រះធម៌ទេសនាមាននៅចក្ខុគឺភ្នែកសម្រាប់មើលអក្សរបានសម្រាប់សិក្សារៀនសូត្របានជាសំណាងមែនទេញាតិញោមបើថាចេះទេសនាដោយអាត្មាទៀតកាន់តែសំណាងទៀតជឿហ៎មែនអត់សបាយណាស់អ្នកបួសចេះទេសអ្នកបួសខ្លះបួសហើយអត់ចេះទេសទេអត់ចេះទេសហើយអត់សូវមាន
មានលៀបសការៈទៀតអ្នកបួសខ្លះខ្វះអីអ្នកបួសញាតិញោមអង្គខ្លះបួសហើយអត់សូវមានលុយកាក់ចាយអត់សូវមានលៀបសការៈហើយអត់ចេះតេះទៀតដោយសារអីដោយសារកម្មពីជាតិមុនមានបញ្ញាមានសទ្ធាដែរតែអត់បានបរិច្ចាគទាននៅក្នុងពុទ្ធសាសនាជឿថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មែនតែអត់ហូតលុយកប៉ៅខ្លួនឯងធ្វើបន់យល់ទេញាតិញោមអាហ្នឹងកើតជាណាកើតមកជាមនុស្សដែរប៉ុន្តែខ្វះបន់មួយគឺអត់សូវមានលៀបសការៈញាតិញោមក៏អញ្ចឹងកើតមកជានេះជាមនុស្សអង្គដែរដោយសារមានសទ្ធាពីជាតិមុនតែក្រីក្រនៅទ្រព្យសម្បត្តិដោយសារយើងជាតិមុនដឹកនាំគេឲ្យធ្វើបន់ប៉ុន្មានប៉ុន្តែអត់ហូតលុយកប៉ៅខ្លួនឯងធ្វើបន់យល់ទេញាតិញោមអាហ្នឹងជឿប៉ុន្មានជឿពុទ្ធសាសនាជឿមែនទេតែអត់ហ៊ានចំណាយលុយខ្លួនឯងទេជឿថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងព្រះអង្គទ្រង់សម្ដែងប្រារព្ធចំពោះនាងសុមនីនាងសុមនីទូលសួរព្រះសុមនីនឹងស្អាតណាស់ស្អាតញាតិញោមស្រីកញ្ញាសុមនីជំនាន់ព្រះទូលសួរព្រះថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គឆ្ងល់ថាហេតុដូចម្ដេចបានជាក្រហោះខ្លះកើតមកជានេះកើតមកជាមនុស្សនឹងគេតែខ្វះនៅទ្រព្យសម្បត្តិអ្នកខ្លះមាននៅទ្រព្យសម្បត្តិហើយខ្ញុំព្រះអង្គឆ្ងល់ថាអ្នកបួសខ្លះប្រសិនបើទៅបួសហើយហេតុអ្វីបានអង្គខ្លះសម្បូរលៀបសការៈអង្គខ្លះអត់សូវសម្បូរលៀបសការៈមូលហេតុអ្វីទៅព្រះអង្គនៅពេលនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្រារព្ធចំពោះនាងសុមនីថាមនីនាងសុមនីអ្នកណាកើតមកជាតិនេះដែលសម្បូរទ្រព្យសម្បត្តិដោយសារតែពីជាតិមុនគេមានសទ្ធាហើយបានចំណាយលុយធ្វើបុណ្យទៀតអ្នកបួសក៏ដោយពីជាតិមុនដែលលោកបួសហើយអាចចេះសម្ដែងព្រះធម៌ទេសនាបញ្ញែបញ្យលដល់ពុទ្ធបរិស័ទធ្វើឲ្យគេមានសទ្ធាមានលៀបសការៈដោយសារតែពីជាតិមុនលោកធ្វើអីញោមធ្វើទាននេះបរិច្ចាគមានសទ្ធានិងមានបញ្ញាអ្នកខ្លះមានបញ្ញាស្គាល់បុណ្យបាបប៉ុន្តែអត់ហូតលុយកប៉ៅខ្លួនឯងណាជឿអញ្ចឹងហ្នឹងញោមមានទេមានណាមានដឹកនាំគេធ្វើទៅលោកអាចារ្យខ្លះភាកច្រើនអាចារ្យមកមែនអាចារ្យយំហ្នឹងណាមកយើងធ្វើបន់ណាទៅវត្តនេះទៅវត្តនោះដឹកនាំតែគេធ្វើបន់ជាតិក្រោយសបោតញាតអត់ហូតលុយកប៉ៅខ្លួនឯងអាចារ្យខ្លះចូលតែ500ខ្មែរណាញាតិញោមគេចូលតែ10000អាចារ្យខ្លះចូល1000ខ្មែរ500ខ្មែរដឹកនាំឲ្យតែគេធ្វើបន់ប៉ុន្តែខ្លួនឯងគំរិះខ្លួនឯងលោកមួយអង្គនោះមើលព្រះអង្គច័ន្ទនេះសុំ10000មើលសុំលុយអាត្មា$50ហើយមិនទេសនាមិនប្រាប់គេឲ្យបរិច្ចាគប៉ុនខ្លួនឯងណាមកសុំលុយម្ដង$50អាណាមានលុយឲ្យអង្គខ្លះសុំចពោសុំអីអាត្មាឲ្យមានតែ1 2មកសុំមិនបើឲ្យអស់ខ្លួនឯងចុះហើយលោកថាមិនទេសនាប្រាប់គេឲ្យបរិច្ចាគទានប៉ុនខ្លួនឯងមិនអត់ធ្វើទានអញ្ចឹងគេធ្វើទានគេមានព្រំដែនបើអាហ្នឹងយ៉ាងណាយើងបានធ្វើបុណ្យថ្ងៃនេះមានការចូលចាំព្រះវស្សាមកសុទ្ធនឹងទានបើយើងគិតទៅការចូលចាំព្រះវស្សាចំនួនព្រះដោយសារតែរដូវនេះគេហៅថា rainy season ភាសាអង់គ្លេសគេហៅ rainy season រដូវភ្លៀងដោយសារតែរដូវនេះ have a lot of rain ដោយសារតែមានភ្លៀងជាច្រើនធ្វើឲ្យព្រះសង្ឃចំនួនព្រះនឹងលោកព្រះសង្ឃច្រើនអង្គណាស់កាលនឹងកាលព្រះអង្គពុំទាន់បានបញ្ញត្តិឲ្យលោកចូលចាំព្រះវស្សាលោករដូវហ្នឹងមិនគេរដូវដាំដុះមិនចឹងឯងញាតិញោមរដូវធ្វើចំការធ្វើស្រែធ្វើអីទៅលោកដើរកាត់ចំការគេជន់នៅតំណាំរបស់អ្នកស្រុកភូតគៀមពេជ្ជគៀមរបស់អ្នកស្រុកជាហេតុឲ្យអ្នកស្រុកហ្នឹងគេតេះដៀលក្តៅកាហាយមែនទែនក្តៅកាហាយមាននៅតោសៈ
បើសិនជាមានតោសៈពេលហ្នឹងជាបុណ្យឬក៏ជាបាបញាតិញោមតោសៈថ្នាំងថ្នាក់ក៏ដោយក៏មិនមែនជាបុណ្យទេគឺជាបាបថ្នាំងថ្នាក់ជាមួយនឹងសាមណៈព្រាហ្មណ៍នៅពេលហ្នឹងដៀលថាអ្នកបួសអន់ជាងសត្វបក្សាបក្សីទៅទៀតធម្មតាសត្វបក្សាបក្សីវាមានត្រនំវាមានសម្បុករបស់វានៅពេលរដូវមានរដូវកាលរបស់វាចំណែកអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាអន់ជាងសត្វស្លាបទៅទៀតគេតេះដៀលណាមកជន់តំណាំអញជន់តំណាំអីអត់ដឹងថាដើរលហេតុរហូតក៏លឺទៅដល់ព្រះសម្មាសម្ពុទ្ធចាប់ដើមតាំងពីពេលហ្នឹងមកព្រះអង្គក៏ទ្រង់ហៅភិក្ខុទាំងឡាយមកទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយចាប់ដើមតាំងពីពេលហ្នឹងតទៅតថាគតឲ្យអ្នកទាំងឡាយចូលចាំព្រះវស្សាអស់ចំនួន3ខែយល់ទេញាតិញោមប្រហែលខែមិញ3ខែប្រហែលថ្ងៃបើគិតជាថ្ងៃ90ថ្ងៃអស់ចំនួន3ខែដោយសារអីបានជាព្រះអង្គឲ្យព្រះភិក្ខុសង្ឃចូលចាំព្រះវស្សាមូលហេតុអ្វីមូលហេតុអីញោមដោយសារតែបើរដូវភ្លៀងធ្លាក់ដោយសារតែលោកដើរជន់តំណាំរបស់អ្នកស្រុកធ្វើឲ្យអ្នកស្រុកគេតេះដៀលហើយប្រពុតនៃយើងព្រះអង្គយល់ឃើញថាកុំឲ្យអ្នកស្រុកគេបាបតេះដៀលដល់ព្រះសង្ឃក៏ទ្រង់ឲ្យព្រះសង្ឃចូលចាំព្រះវស្សាចំនួន3ខែហើយ3ខែហ្នឹងចំនួនព្រះអត់ឲ្យលោកទៅបិណ្ឌទេណាគេជួយទំនប់បំរុងឧបត្ថម្ភខ្លាំងណា3ខែហ្នឹងដោយលោកយាយវិសាខាលោកសេដ្ឋីអនាថបណ្ឌិកសេដ្ឋីច្រើនអ្នកញាតិញោមជាពុទ្ធបរិស័ទទាំងឡាយទំនប់បំរុងព្រះសង្ឃអត់ឲ្យនិមន្តទៅបិណ្ឌបាតទេបើញោមណាជួយលោក3ខែបានទេនៅវត្តពាំងកលឹងអត់ឲ្យលោកទៅបិណ្ឌ3ខែនេះតែ10អង្គផង10អង្គជាងផងចំនួនព្រះ500អង្គទៅ1000អង្គមកវត្ត2000វត្តខ្លះ2000ឡើងទៅគេអាចទំនប់បំរុងព្រះសង្ឃបាន3ខែហ្នឹងអត់ឲ្យលោកទៅបិណ្ឌបាតទេតែដោយសទ្ធារបស់ពុទ្ធបរិស័ទហ្នឹងគឺវាធ្លាក់ចុះញាតិញោមយើងសពថ្ងៃមិនមែនសទ្ធាកាន់តែរីកលូតលាស់ទេសទ្ធាយើងកាន់តែធ្លាក់ចុះបន្តិចម្ដងមិនខ្វះទេអ្នកនិយាយធម៌ច្រើនណាស់សបោតែវាក្រណាស់អ្នកបដិបត្តិជឿអញ្ចឹងទេញាតិញោមខ្វះទេអាចារ្យអ្នកនិយាយមិនខ្វះទេអ្នកនិយាយមិនខ្វះទេលោកសង្ឃអ្នកនិយាយធម៌តែវាក្រអ្នកបដិបត្តិថាតើយើងបដិបត្តិត្រឹមត្រូវទៅតាមធម៌របស់ព្រះសម្មាសម្ពុទ្ធដែរឬទេមិនខ្វះទេអ្នកសុំសិលតែវាក្រអ្នកបដិបត្តិអ្នកខ្លះសុំសិលហើយទៅវិញនិយាយដើមគេមានទេមកសុំតសិលនិយាយដើមគេអពេចអបោចសមជាអ្នកសុំសិលដែរឬទេអត់សមទេញាតិញោមអត់សមទេញោមខ្លះទៅសុំសិលមកលក់ដូរវិញក៏ហក់គេមានអត់អូយខ្ញុំណាបីជើងខ្ញុំទិញមក20000ឲ្យខ្ញុំលក់មិនតាមពិតខ្លួនឯងទិញពីគេ15000គេសុំទិញ20000អត់លក់ឲ្យគេថាខ្ញុំទិញមក20000ហើយសបោអ្នកលក់ទៅសុំសិលហើយមកវិញក៏ហក់បើណ៎រੂបានធ្វើបនតាមពិតមើលដូចអាត្មាទៅទិញស្បែកជើងជួនកាលទៅជាវស្បែកជើងស្បែកអីបែកជើងហ្នឹងតម្លៃតែ5រៀលទេគេកាត់ដល់5រៀលកាត់ដល់5រៀលហើយអាត្មាសុំចោះឲ្យនៅតែ10រៀលទេណាគេឲ្យចោះឲ្យ5រៀលតបានមកដល់កុដវិញពាក់ចោះពាក់ឡើងពាក់ចោះពាក់ឡើងលោកមួយអង្គទៀតមានអាបែកជើងនឹងដែរសួរតម្លៃម៉ាន15រៀលគេចោះឲ្យកណា5រៀលតាមពិតលោកនោះទិញតែ5រៀលសោះឯងនេះខាតអស់5រៀលទៀតគាត់និយាយថាដេកកូនហើយខ្ញុំកណាទិញមកវា50000ហើយលក់ឲ្យដេកកូនឯងវាខាតហើយវាមានអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយក្នុងវិធីសាស្ត្រដោយគេសួរអាត្មាតាមវិទ្យុអញ្ចឹងគេថាខ្ញុំកណាជា seller ជាអ្នកលក់ដូរថាតើ
ឲ្យខ្ញុំកណាលក់ដូរបានដែរឬទេខ្ញុំកណារក្សាអាចរក្សាសិល5បានដែរឬទេនៅពេលដែលខ្ញុំកណាស្ថិតនៅក្នុងការដែលជាអ្នកលក់ដូរយ៉ាងដូចនេះញាតិញោមមើលក៏បីពិចារណាញាតិញោមលក់ដូរក៏អាចរក្សាសិល5បានណាអត់ដាច់សិលយើងនិយាយយ៉ាងម៉េចវិធីសាស្ត្រយ៉ាងម៉េចកុំឲ្យដាច់សិលយើងក៏បីនិយាយវិធីសាស្ត្រអាចរក្សាសិល5ក៏បានសិល8ក៏បានឧទាហរណ៍អីវ៉ាន់ញោមអាវឬក៏ស្បែកជើងអីយើងលើកពីគេមក10000អញ្ចឹងណាបើគេសុំទិញ10000គេសុំទិញ12000យើងនិយាយថាម៉េចកុំឲ្យដាច់សិលនិយាយថាម៉េចមើលនិយាយថាម៉េចកុំឲ្យដាច់សិលនិយាយថាម៉េចឧទាហរណ៍បើជើងហ្នឹងយើងទិញមក10000លើកពីគេមកក្នុង10000យើងកាត់តម្លៃ15000ឧទាហរណ៍គេឲ្យ12000យើងនិយាយថាម៉េចដើម្បីឲ្យអតិថិជនគេហៅថា customer prefer in our something ភាសាអង់គ្លេសគេថានិយាយយ៉ាងម៉េចដើម្បីតាក់ទាញអតិថិជននឹងឲ្យទិញរបស់របរយើងហើយអត់ដាច់សិលទៀតនិយាយយ៉ាងម៉េចនិយាយទៅបើទិញមក10000អញ្ចឹងវាត្រង់ពេកហ៎បើនិយាយយ៉ាងម៉េចឧទាហរណ៍បើជើងហ្នឹងយើងទិញមកលើកមក10000យើងលក់15000បើគេឲ្យ12000យើងនិយាយយ៉ាងនេះអត់ដាច់សិលទេញោមពួកយើងចង់ចំណេញ5000ណាបើគេឲ្យចំណេញតែ2000យើងក៏បីនិយាយថាតម្លៃនឹងខ្ញុំមិនអាចលក់ជូនបានទេដោយសារតែខ្ញុំទិញមកវាថ្លៃទៅហើយគ្រូថាអសន្ននិយាយអញ្ចឹងដាច់សិលអត់ញាតិញោមដាច់ទេតម្លៃ12000ខ្ញុំមិនអាចលក់ជូនបានទេចុះបើសិនជាគេទិញ12000យើងនិយាយថាខ្ញុំទិញមក13000ឲ្យលក់មិនបានដាច់សិលអត់ដាច់បាត់ទេផោបាត់ហើយមូសាអាហ្នឹងកាន់សិលមិនបានអ្នកលក់បើយើងដាច់15000យើងលក់15000គេសុំទិញ12000យើងគ្រាន់តែនិយាយទៅកាន់អតិថិជនថាតម្លៃនឹងខ្ញុំមិនអាចលក់ជូនបានទេព្រោះពួកខ្ញុំទិញមកវាថ្លៃហើយអញ្ចឹងមិនដឹងថាថ្លៃប្រហែលមែនទេញាតិញោមវាទិញមកវាថ្លៃហើយមិនបាច់តម្លៃនឹងលក់រួចតែដើមលក់ទៅអីទេបានដើមបានន័យថា12000ក៏ហក់គេបាត់ហើយ2000តាមពេលខ្លួនឯងទិញមក10000តោះដោយសារតែចំនួនព្រះសម័យថ្ងៃមួយលោកយាយវិសាខាគាត់និមន្តលោកចំនួនមួយថ្ងៃគាត់និមន្ត5អង្គឆាន់ផ្ទះគាត់500មិនមែន5អង្គទេមួយថ្ងៃ500អង្គមួយថ្ងៃ500អង្គមួយថ្ងៃ500អង្គឲ្យទៅទទួលយាគូពោលគឺផាត់នៅផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃអស្ចារ្យឬមិនអស្ចារ្យញាតិញោមណាធ្វើបានដូចគាត់ទេមួយថ្ងៃ500អត់បានទេមួយថ្ងៃ500មួយថ្ងៃ500មួយថ្ងៃ500អង្គទៅឆាន់ផ្ទះគាត់ណាញាតិញោមខ្លះលក់អីចឹងទៅចង្ការលក់បាយលក់បបរអីលោកទៅឆាន់មួយអង្គពីរអង្គហ្នឹងយកលុយពីលោកទៀតណាជួនកាលបើអាត្មាវិញអាហ្នឹងតាមគាត់ចង់ចំណេញប៉ុន្តែធ្វើបុណ្យខ្លះទេណាញោមណាបើលោកអាត្មាចូលឆាន់កាទៀវលើក្រោយអីឈប់យកលុយទៅទៅបនមើលគាត់បានប្រសង់ទៅដល់ហើយប្រសង់មិនមែនទៅឆាន់រងថ្ងៃណាកន្លះខែមួយខែទៅឆាន់ម្ដងជាអញ្ចឹងហ៎ញោមបើអានឹងមើលដូចគាត់មួយថ្ងៃ500មួយថ្ងៃ500ជ្រះថ្លាអត់ចេះអស់ទ្រព្យទេមនុស្សយើងពេលដែលធ្វើបនទៅលុយកាន់តែកើនទៅនាងវិសាខាធ្វើបនណាលុយកាន់តែច្រើនដល់តែពេលគាត់ធ្វើបនអ្នកចិត្តខាងបងប្អូនគាត់ចេះតែយកលុយមកឲ្យគាត់បន្ថែមរិស័យឡើងអត់ធ្លាក់ទេអ្នកធ្វើបនបើដល់តែពេលសម័យថ្ងៃមួយមានភ្លៀងញោមរដូវហ្នឹងវាភ្លៀងមកយប់ទៅភ្លឺភ្លៀងពេលព្រឹកស្មើនេះកាលស្មើនេះលោកគាត់នឹងឲ្យទាស័យទៅនិមន្តលោកនៅក្នុងវត្តប្រមាណ100អង្គ500មកឆាន់ផ្ទះគាត់ស្រាប់តែទាស័យទៅដល់វត្តឧទាហរណ៍ទៅដល់វត្តតពេងកលឹងអញ្ចឹងណាញោមណាញាតិញោម
ញាតិញោមលឺហ៎ផ្ទះគាត់នៅចិត្តវត្តឧទាហរណ៍ទៅដល់វត្តពេលភ្លៀងខ្លាំងទាស័យនឹងចទូឆាត់ទៅវត្តស្រាប់តែទៅដល់វត្តទៅអត់ឃើញប្រសងឃើញតែពួកអាចែលមួយទឹកស្រាទៅញាតិញោមលោកសង្ឃជំនាន់ព្រះហ្នឹងមានតែស្បង់តែមួយហើយបើលោកស្រង់ទាំងទឹកភ្លៀងអញ្ចឹងមិនអត់អីផ្លាស់មែនឬមិនមែនញាតិញោមមានតែមួយមានតែមួយបើលោកស្រង់ទាំងស្បង់អត់មានអីផ្លាស់ទេអញ្ចឹងមកវត្តនឹងមួយទឹកស្រាទាំងអស់តនាងដើរទៅអាភ្លៀងផងមេឃរៀងល្ងិតផងដើរទៅសិតតែលោកស្មុតទឹកអាក្រាតកាយញាតិញោមអាក្រាតកាយអត់មានអ្វីស្លៀកពាក់ពេលហ្នឹងនាងត្រឡប់មកវិញទាស័យថាមកប្រាប់យាយវិសាខាថាបពិតពនាងម្ចាស់ខ្ញុំម្ចាស់ទៅវត្តអត់មានឃើញប្រសងទេឃើញតែពួកអាចែលមួយទឹកស្រាបាននាងដឹងថាប្រកាសជាប្រសងលោកលំបាកដោយការស្រង់ទឹកហើយឲ្យទៅទី2នាងមកប្រាប់លើកទី3ក៏នាងដឹងថាលោកឡើងកត់អស់ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យភិក្ខុទាំងឡាយរៀបចំខ្លួនប្រាណនាងនឹងទៅនិមន្តលោកថាបពិតលោកម្ចាស់កាលនេះជាកាលដ៏សមគួរលោករាប់មកវត្តនឹងពេលហ្នឹងមួយស្រង់ទឹករួចអស់ហើយណាញោមណាផ្លាស់អីអស់ហើយរៀបចំស្បង់នឹងចីវរហើយក៏ទៅផ្ទះវិសាខាដល់ទៅពេលទៅដល់មហាឧបាសិកាវិសាខាថ្វាយបង្គំប្រកេនផាត់ទៅដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងក៏គាត់នឹងអាយុគាត់120ឆ្នាំអាយុគាត់ណាប៉ុន្តែស្អាតណាស់ស្មើនឹងកំមុំអាយុ16ឆ្នាំពណ៌សម្បុរគាត់ដាក់បានទេញោមមិនជ្រាវជ្រួញដូចយាយផលទេណាញោមផលចឹងឯងអត់ប្រហែលពាន់ភ្លីអត់ទេភ្លីច្រើនឯងអីសំថ្ងៃបងព្រះឬក៏ប្អូនព្រះនងប្អូនទេចាញោមណាញោមស្រីបងព្រះ8ជាងហើយព្រះអង្គតែ80ទេពេលហ្នឹងពេលលោកយាយវិសាខាប្រកេននៅចង្ហាន់យាគូបបផាត់ទៅដល់ព្រះសម្មាសម្ពុទ្ធរួមជាមួយព្រះភិក្ខុសង្ឃហើយក៏គាត់ចាប់ផ្ដើមសុំពរថាបពិតព្រះអង្គដ៏ចម្រើនតើខ្ញុំព្រះអង្គអាចសុំពរអំពីព្រះអង្គបានដែរឬទេព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកាថាមនាលមហាបាសិកាតើមហាឧបាសិកាចង់សុំពរយ៉ាងណាពីតថាគតចូលនាងនិយាយមកចោះព្រះអង្គទ្រង់ថាចូលញោមនិយាយមកចោះមហាឧបាសិកានិយាយមកចោះគាត់នឹងក៏បាននិយាយថាបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសុំពរ8ប្រការតើបានដែរឬទេពរ8ប្រមាណប្រការមិនញោម8នៅពេលហ្នឹងព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថាមនាលមហាឧបាសិកាចូលញោមនិយាយមកចោះមហាឧបាសិកានិយាយមកចោះនៅពេលហ្នឹងគាត់សុំពរថាបពិតព្រះអង្គដ៏ចម្រើនពរទី1ខ្ញុំកណាសូមឲ្យប្រសង់បានទទួលនៅវសកសាដកវសកសាដកនឹងប្រែមកថាសម្ពុតសម្រាប់ងូតទឹកភ្លៀង The rope to take a bath ភាសាអង់គ្លេសគេថាសម្ពុតសម្រាប់ងូតទឹកភ្លៀងមូលហេតុអ្វីបានជាគាត់ស្នើសុំឲ្យលោកនឹងបានសម្ពុតសម្រាប់ងូតទឹកភ្លៀងដោយសារតែគាត់យល់ឃើញថាកុំឲ្យលំបាកព្រះសង្ឃដោយសារតែព្រះសង្ឃជំនាន់នោះមួយទឹកអាក្រាតកាយមានស្បង់តែមួយអញ្ចឹងគួរទាំងអស់បានអីស្លៀកព្រះអង្គអនុញ្ញាតឲ្យលោកប្រើតែមួយពីរណាស្បង់ចីវរបើលោកប្រើលើសពីនឹងត្រូវអាបត្តិដល់តែពេលសម័យក្រោយមកដោយសារតែមហាឧបាសិកាវិសាខាសុំពរពីព្រះសម្មាសម្ពុទ្ធបានព្រះអង្គអនុញ្ញាតឲ្យប្រើពី3ផ្លាស់បានយល់ទេញាតិញោមស្គាល់ច្បងអត់នេះពុតងូតហ្នឹងសពុតញោមហ្នឹងដូចគ្នាហ្នឹងស្លៀកដូចគ្នាលោកសង្ឃបើស្លៀកអង្គខ្លះស្លៀកស្អាតទៅមើលទៅស្អាតអង្គខ្លះស្លៀកអាយ៉ែអាយ៉ៃមើលទៅអាយ៉ែអាយ៉ៃដូចញោមអញ្ចឹងញោមខ្លះស្លៀកសពុតទៅមើលស្អាតបើញោមខ្លះស្លៀកទៅអាយ៉ែអាយ៉ៃអ្នកបួសក៏អញ្ចឹងបើស្លៀកស្អាតជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទទី2ហ្នឹងគាត់សុំប្រកេនបបររាល់ព្រឹកឲ្យលោកឆាន់បបរកុំអីលោកអត់បានឆាន់ទេណាបបរព្រឹកឡើងណា
chưa chẳng cái nhân nhớ con tay lộc ở lâu ở chăn bó tới chăn tại cái tiêu vật lớn à lồng pin mình chắc chăn bó lâu cái lớn phía tràn chăn sọc sài chứ cái chăn bó lâu cái lớn lâu sầm mai tùm nớp cái tha lâu tùm lớp lâu trái đầu lá chăn xe cái tiêu cái bờ kênh bó ở chăn tiết on khla nâng nâng đôi xa po pram bay proka po này trẻ đam chẳng ban chia po ong trong nụ nhát oi rồi đâu trôi pre vật xa oi lô ban tổ tuôn nơi sầm pốt sầm ram ngu tớt liền vét sạc xa đọ nhôm score nấy này sầm pốt sầm ram ngu tớt liền nè na proken sầm pốt sầm ram ngu tớt liền đolประสองcao chia na rồi mình ban rụp sạn mấy trăm tham á trăm tha tam mà tham á bọc cô na nơi khung lục này rồi lư từng ở này mới nhớ bọc cô na nơi khung lục này proken nơi sầm pốt xa đó sbong sbai trai chạy vô đol pre pi khô song cao chia nè rồi mình ban rụp sạn hạ nô mô tên này mới ưu tiên họ sbong sbai trai chạy vô nếu bà sân chi atma ở ban krong tế sbai atma mình khmau mình chẳng nghe nhiên nhôm đa đo tật tế việc khmau việc ọt miền po sambol cai việc so tế còn tay pẹយ៉ាងណាក៏នៅតែខ្មៅអាត្មាបានស្បងរៀងការពារទៅរៀងសក្រន់មុខខ្មៅប៉ុន្តែដៃជើងសដែរតើអានឹងដោយសារស្បងបើអត់មានស្បងទេមិនដឹងយ៉ាងណាទេលោកសងមើលអត់ស្បងអត់ចេវោទៀតកោសក់អញ្ចឹងផងអត់អញ្ចើមអត់អីទៀតមិនដូចសัตว์អីទេញញោមអត់ស្បងអត់ចេវោដើរទៅណូលគោកមិនដឹងដូចអីទេអានឹងលោកបានស្បងចេវោសម្រាប់ការពារនៅរាងកាយជាពិសេសការពារនៅសម្ផស្សរបបមុខខ្យល់អញ្ចឹងការដែលយើងឲ្យសម្ផស្សរបបមុខខ្យល់សម្ផស្សដល់ប្រសងបច្ចុប្បន្នហើយកើតជាណាយើងរមែងបានសម្ផស្សល្អបានរូបស្អាតតែយើងគុំត្រេកអរនឹងរូបស្អាតយល់ទេញាតិញោមធ្វើបុណ្យអ្វីក៏ដោយគុំប្រាថ្នាឲ្យបានរូបស្អាតពីព្រោះរូបស្អាតវាជាប់ជំពាក់ទៀតស្រីណាមានរូបស្អាតធ្វើឲ្យប្រុសឈួតជាប់ចម្ពាក់រូបនឹងបាបទៀតជឿប្រពុតទេដូចជាអបលវណ្ណាថេរីជាតិចុងក្រោយគាត់នឹងនៅតែស្អាតប៉ុន្តែជាតិចុងក្រោយត្រូវប្រុសចាប់រំលោភយល់ទេញោមនឹងនាងអបលវណ្ណាមើលជាតិចុងក្រោយកាលពីជាតិមុននឹងគាត់ប្រាថ្នាធ្វើបុណ្យប្រគេនសម្ពុទ្ធប្រាថ្នារូបស្អាតបរោះណាគ្រាន់តែហូបបាយពេលដែលនាងដើរកាត់ទៅតាណានៅពេលដែលគេកំពុងតែហូបបាយដាក់បាយខុសមាត់អាខ្លះយកបាយដាក់តិចខ្លះយកបាយដាក់ក្បាលដាក់ភ្នែកដាក់អីដោយសារតែរូបសម្រស់ស្អាតណាអញ្ចឹងធ្វើឲ្យគេវង្វេងស្មារតីនឹងមិនមែនជាបុណ្យកុសលទេបុណ្យកុសលយើងមិនបាច់ប្រាថ្នាឲ្យបានរូបស្អាតឲ្យបានប្តីល្អឲ្យបានទ្រព្យច្រើនវាហុចលទ្ធផលឲ្យយើងរួចជាស្រេចទៅហើយប្រៀបឧបមាដូចជាយើងធ្វើដំណើរទៅកាន់ខេត្តក្រុងព្រះសីហនុបើសិនជាយើងមិនចង់ជួបខេត្តកំពង់ស្ពឺវានៅតែជួបមែនឬមិនមែនញាតិញោមយើងថាខ្ញុំអត់ចង់ជួបខេត្តកំពង់ស្ពឺទេទៅកំពង់សោមបើយើងជិះផ្លូវលេខ4បើមិនកាត់ខេត្តកំពង់ស្ពឺតើដល់ដែរឬទេដល់ទេយ៉ាងណាបុណ្យកុសលបើសិនជាយើងមិនប្រាថ្នាក៏បុណ្យនឹងវាហុចលទ្ធផលឲ្យយើងដែរណាយើងមិនចង់បានរូបស្អាតទេតែបុណ្យនឹងត្រូវតែឲ្យយើងបានប្រៀបឧបមាឧទាហរណ៍យើងទៅខេត្តកំពតទៅកំពង់សោមយើងមិនចង់បាននៅមិនចង់ជួបខេត្តកំពង់ស្ពឺទេតែវាត្រូវតែជួបយ៉ាងណាយើងធ្វើបុណ្យយើងមិនចង់បានបុណ្យទេតែបុណ្យនឹងវាត្រូវតែបានវាហុចផលឲ្យស្រេចកម្មនឹងជាអ្នកចាត់ចែងឲ្យស្រេចអញ្ចឹងបើសិនជាយើងបានរូបល្អមើលដូចជាច្រើនណារឿងអានិសង្ឃបុណ្យមានអីគេខ្លះមានទានដូចជាលោកអម្ចារ្យយមគាត់បាននិយាយពីខាងដើមហើយអ្នកណាឲ្យទានមកសុទ្ធឈ្មោះថាឲ្យប្រតិបទេបតាពេលវេលាពាក់កណ្ដាលត្រៀតទេបតាទទួលសួរព្រះថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្នកដែលចង់បានភ្នែកស្អាតថាតើធ្វើបុណ្យយ៉ាងណាទៅបានភ្នែកស្អាត
ព្រះអង្គមានប្រពុតតដីកាថាមនាលទេបដាទេបតោហោតិចក្រតោអ្នកណាឲ្យប្រទីបដាក់ទៅជាទានអ្នកនោះឈ្មោះថាឲ្យនៅភ្នែកស្អាតយល់ទេញោមភ្នែកយើងអត់ស្វាំងទេស្អាតណាស់កើតជាណាណាបើទៅកើតជាទេបដារូបមានភ្នែកស្អាតដូចជារឿងនាងច្រើនជាសោនាងកចុតតារាលក្ខុមាសិតសឹងតែបានភ្នែកស្អាតនៅឋានសួគ៌ទេវលោកមកសុទ្ធនឹងទៀនមកសុទ្ធជឿតែបានប្រយោជន៍ច្រើនទេមកសុទ្ធបើសិនជាលោកក្តៅស្អុះដាក់កង្ហាលក៏បានលោកអុចពេលយប់បំភ្លឺពេលយប់ក៏បានអាត្មាស្ដាប់ធម៌វត្តព្រៃក្មេងបច្ឆេះម៉ាស៊ីនស្ដាប់ធម៌សិក្សារៀនសូត្រធម៌ដោយសារតែមកសុទ្ធមែនឬមិនមែនយានញោមពេលសឹងយប់ឡើងដាក់ភ្លើងទៅបច្ឆេះម៉ាស៊ីនទៅបានសេចក្តីសុខដល់អាត្មាទៀតហើយងាយស្រួលដល់ប្រសងសិក្សារៀនសូត្រច្រើនយ៉ាងណាស់ញាតិញោមបញ្ចូលទូរស័ព្ទតាក់ទងនិយាយធម៌ឲ្យញោមស្ដាប់ទៀតជឿអញ្ចឹងញាតិញោមហើយទៀនបញ្ចូលទូរស័ព្ទបានអត់បញ្ចូលស្ដាប់ធម៌បានហើយទៀនប៉ិនបានលោកសិក្សារៀនសូត្របានច្រើនដែរបានបំភ្លឺមិនមែនថាអត់នោះទេវាច្រើនវាប៉ុន្តែរឿងមកសុទ្ធនេះវាបានច្រើនជាងមានប្រយោជន៍ច្រើនជាងណាទៅវត្តវិសុទ្ធិមគ្គខេត្តសៀមរាបគេអត់សូវយកទៀនទេគេយកតែមកសុទ្ធញាតិញោមយើងឥឡូវបើយើងជាវមកសុទ្ធល្អបើមកសុទ្ធណាបានប្រយោជន៍ច្រើនណាមកសុទ្ធវាបានអានិសង្ឃដូចជាទៀនចឹងដែរទីបតោកើតជាអាណាមានភ្នែកស្អាតមានប្រតិបហើយមាននៅបញ្ញាយើងឲ្យសេចក្តីសុខដល់ប្រសងហើយសួរថាប្រសងឥឡូវប្រើទូរស័ព្ទប្រើកុំព្យូទ័រអត់ខុសទេអីបើចំនួនព្រះអត់មានកុំព្យូទ័រអត់មានទូរស័ព្ទអត់មានទូរទស្សន៍ផងញាតិញោមឆ្ងល់ចឹងអត់បើលោកមានទូរស័ព្ទលោកតាក់ទងស្រីល្អទេបើលោកមានទូរស័ព្ទដូចញោមយមចង់និមន្តអាត្មាមកគាត់ចង់សួរធម៌ល្អទេល្អអត់ដោយអាត្មាទេសនាតាមអ៊ីនធឺណិតតាមវិទ្យុតាមអីកុំព្យូទ័រចុះបើអាត្មាទេសនាឲ្យគេស្ដាប់នឹងបានជាប្រយោជន៍ទេបានអានឹងប្រយោជន៍ច្រើនមានកុំព្យូទ័របើលោកមានហើយលោកស្ដាប់ធម៌មានបញ្ញាបានជាប្រយោជន៍អត់បានចុះបើលោកមានទូរទស្សន៍មើលរឿងល្អទេចុះបើលោកមើលរឿងព្រះល្អអត់ញាតិញោមបើលោកមើលព័ត៌មានល្អទេបើលោកមើលរឿងថៃរឿងចិនល្អអត់ល្អទេអញ្ចឹងសម្ភារៈគេហៅថាសម័យ technology សម័យ modern យើងបច្ចុប្បន្នបើសិនជាសម្ភារៈទាំងអស់ព្រះសង្ឃចេះប្រើអត់ត្រូវទោសទេតែបើមិនចេះប្រើគឺត្រូវទោសប្រៀបឧបមាដូចជាថ្នាំពេទ្យញោមយំបើសិនជាយើងអត់ចេះលេបវាស្លែងវាស្លែងលេបអត់ចូលទេតែបើសិនជាថ្នាំយើងចេះលេបគឺវាលេបស្រួលណាស់យ៉ាងណាមិញរបស់សម័យបច្ចេកវិទ្យាសម័យទំនើបបើអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាលោកអាចចេះប្រើអត់ត្រូវទោសទេតែបើសិនជាមិនចេះប្រើគឺវាស្លែងគឺវាត្រូវទោសយល់ទេញាតិញោមអញ្ចឹងយើងបានឲ្យបតិបដល់ប្រសងថ្ងៃនេះទានព្រះវស្សាបានរូបស្អាតហើយសម្ពុតស្បង់ស្បៃត្រៃចីវរនឹងកើតជាណាមានភ្នែកល្អអត់ងាយស្វាំងទេដល់ទៅពេលចាស់ទៅអត់ពាក់វ៉ែនតាណាញោមណាញោមយំអីពាក់វ៉ែនតាពាក់ស្វាំងឬពាក់យោលយស្វាំងដោយសារថាពិជាតិមុនអត់សូវធ្វើទានមកនេះអញ្ចឹងព្រះលោកសម្ដែងថាអ្នកណាភ្នែកច្បាស់ពីជាតិមុនធ្វើទានយល់ទេញាតិញោមយល់នៅបើយល់ចប់ប៉ុណ្ណឹងហើយសូមអនុមោទនាគណៈទានពធទេសនាសម្ដែងថ្លាថ្លែងនៅក្នុងកម្មវិធីបុណ្យទានព្រះវស្សាសម្ពុទ្ធសាដកព្រមទាំងប្រគេននៅគ្រឿងឧបភោគបរិភោគដល់ព្រះភិក្ខុសង្ឃក្នុងឱកាសនេះក៏ដល់ពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះទៅចោះតែមុននឹងបញ្ចប់នៅព្រះធម៌ទេសនាសូមប្រម៉ែប្រមូលនៅកងការមហាកុសលដែលកើតអំពីអមិសទាននិងធម្មទានក្នុងឱកាសវេលាគ្រានេះសូមឧទ្ទិសកុសលបុញ្ញរាសីទៅដល់ពុព្វបុរសបុព្វការីជនមានជីដូនជីតាកងមាញាតិកាទាំង7សន្តាន
ដែលគាត់បានបាក់បែកចែកឋានអំពីលោកនេះទៅកាន់បរលោកខាងមុខសូមឲ្យអ្នកដ៏មានគុណមកអនុមោទនានៅបុណ្យកុសលកាលណាប្រសិនបើបានអនុមោទនាហើយសូមឲ្យរួចរំដោះចាកនៅទុក្ខទោសទាំងពួងកុំភ្លេចងាកក្រោយឲ្យពោសពសាទុកាដល់កូនចៅទាំងឡាយរកទទួលទានមានបានត្រជាក់ត្រជុំសុខដុមរមនានៅក្នុងសង្គមក្រុមគ្រួសារម្យ៉ាងទៀតក៏សូមប្រកេនពរជូនពរទៅដល់លោកយាយលោកតាបងប្អូនប្រុសស្រីយុវជនយុវតីកុមារាកុមារីដែលស្ដាប់ព្រះធម៌ទេសនា នៅក្នុងឱកាសវេលាគ្រានេះក៏ដូចជាស្ដាប់ទៅតាមរលកប៉ុស្តិ៍វិទ្យុអនាគតជាតិសូមឲ្យពុទ្ធបរិស័ទមានតម្រេះដោយនាងអមរាមានបញ្ញាដោយព្រះមហោសថចេះចាំថតស្ទាត់ដូចជាព្រះនាគសេនសូមឲ្យមានឫទ្ធិអំណាចដូចជាព្រះមោគលានត្រង់ពាក្យមិនចេះនឹងពាក្យថាគ្មានកំបីកើតមានដល់ញាតិញោមឡើយណាសូមបានជាក់ច្បាស់នៅព្រះធម៌ទេសនាឆ្លងដល់ត្រើយមហាពោលគឺព្រះនិព្វានសូមអនុមោទនាអនុមោទនាបុណ្យសូមអនុមោទនាមហាកុសលគណៈទានយ៉ាងធម្មទេសនារីព្រះធម៌ទេសនាដែលបានសម្ដែងនៅក្នុងកម្មវិធីបុណ្យប្រកេនសម្ពុទ្ធសាដកមសុទ្ធទានព្រះវស្សាដែលប្រារព្ធនៅគេហដ្ឋានរបស់ឧបាសិកាសង្ឃឯងដែលដឹកនាំដោយលោកអ៊ំអាចារ្យនៅយមដែលស្ថិតនៅផ្សារត្រពាំងកលឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនៅថ្ងៃ14កើតខ្នើតខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃប្រហោះទី10ខែកក្កដាឆ្នាំ2014ក៏សន្មតថានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងអតោសោពុទ្ធោខមតោតាំងមមាំងធម្មមេយោខាលីតោធម្មโมខមតោតាំងមមាំងសង្ឃេយោខាលីតោតោសង្ឃោខមតោតាំងមមាំងខ្ញុំបាទសូមជម្រាបដល់សាធុសប្បុរសទាំងឡាយដែលសុទ្ធសឹងតែជាអ្នកមានចិត្តបុណ្យណាបងប្អូនទាំងអស់បានបូជា